លីមេងអ៊ីជាស្រីស្អាតម្នាក់ដែលរស់នៅក្នុងពិភពហៃសូនាងបើកឡានស៊េរីថ្មីស្លៀកពាក់ម៉ាកល្បីហើយចូលរួមពិធីជប់លៀងនៅសន្តាគារប្រណិតរៀងរាល់សប្តាហ៍មនុស្សគ្រប់គ្នាគិតថានាងជាកូនស្រីអ្នកមានធំមួយនៅទីក្រុងភ្នំពេញប៉ុន្តែខាងក្រោយស្នាមញញឹមនិងភ្លើងពន្លឺទាំងនោះគ្មាននរណាម្នាក់ដឹងថាអ្វីទាំងអស់គឺលុយខ្ចីមេងអ៊ីខ្ចីលុយពីមិត្តភ័ក្តិពីធនាគារហើយសំបីតែពីក្រុមហ៊ុនហិរញ្ញវត្ថុដើម្បីរក្សាមុខមាត់និងជីវិតហៃសូដែលនាងបង្កើតឡើងនាងជឿថាថ្ងៃណាមួយនាងនឹងជួបបុរសអ្នកមានម្នាក់ដែលអាចផ្លាស់ប្ដូរវាសនានាងបានយប់មួយនៅពិធីជប់លៀងដ៏ប្រណិតមួយនាងបានជួបចៅឡុងប្រធានក្រុមហ៊ុនវិនិយោគធំម្នាក់គាត់ត្រជាក់ស្ងៀមស្ងាត់និងមើលឃើញអ្វីច្បាស់លាស់ជាងមនុស្សធម្មតាអ្នកមិនមែនជាមនុស្សដូចដែលគេគិតទេចៅឡុងនិយាយយ៉ាងស្រទន់បេះដូងមេងអ៊ីរំភើបតើគាត់ស្រឡាញ់នាងឬគាត់ដឹងការពិតភាគទី2បំណុលនិងសេចក្តីស្រឡាញ់មួយខែក្រោយបំណុលរបស់មេងអ៊ីកើនឡើងដល់កម្រិតគ្រោះថ្នាក់អ្នកឲ្យខ្ចីលុយចាប់ផ្ដើមគំរាមទូរស័ព្ទនាងរត់គ្មានឈប់ថ្ងៃមួយចៅឡុងមករកនាងផ្ទាល់នៅហាងកាហ្វេប្រណិតតើអ្នកត្រូវការជំនួយទេនាងស្ទាក់ស្ទើរព្រោះបើតួយកនោះមានន័យថានាងត្រូវសារភាពការពិតទាំងអស់ចុងក្រោយនាងសម្រេចប្រាប់គាត់គ្រប់យ៉ាងពីជីវិតคล้ายៗពីបំណុលពីការភ័យខ្លាចថានឹងត្រូវគេបោះបង់ចៅឡុងស្ងៀមស្ងាត់រយៈពេលយូរខ្ញុំមិនស្អប់អ្នកទេប៉ុន្តែខ្ញុំមិនចូលចិត្តការคล้ายៗបើអ្នកចង់ឲ្យខ្ញុំជួយអ្នកត្រូវចាប់ផ្ដើមរស់ជាមនុស្សពិតប្រាកដម្ដងព្រឹកមួយខណៈមេងអ៊ីកំពុងត្រៀមចូលរួមពិធីបង្ហាញម៉ូដទូរស័ព្ទនាងរត់មិនឈប់អ្នកស្រីលីមេងអ៊ីបំណុលរបស់អ្នកហួសការកំណត់3ថ្ងៃហើយបើថ្ងៃនេះមិនបង់ពួកយើងនឹងទៅរកអ្នកផ្ទាល់សំឡេងខាងចុងទូរស័ព្ទត្រជាក់និងគ្មានមេត្តាដៃនាងញ័រតែប៉ុន្តែពេលបិទទូរស័ព្ទនាងបន្តពាក់អាវរាត្រីថ្លៃដូចជាគ្មានអ្វីកើតឡើងយប់នោះនៅសន្តាគារប្រណិតមួយនាងជួបចៅឡុងម្ដងទៀតគាត់មើលនាងយូរហើយសួរយ៉ាងស្ងប់ស្ងាត់អ្នកហាក់ដូចជាមានបញ្ហាខ្ញុំល្អទេគីនាងញឹមប៉ុន្តែភ្នែកពោពេញដោយការព្រួយភ្លាមនោះបរោះ3នាក់ស្លៀកពាក់ខ្មៅដើរចូលមកអ្នកស្រីលីមេងអ៊ីសូមចេញមកក្រៅជាមួយពួកយើងមនុស្សជុំវិញចាប់ផ្ដើមសម្លឹងមើលមុខមាត់ដែលនាងបានសាងសង់យូរមកកំពុងរលំចុះមួយផ្លែតចៅឡុងឈរឡើងយ៉ាងត្រជាក់នាងជាអ្នកអញ្ជើញរបស់ខ្ញុំតើមានបញ្ហាអ្វីបរោះម្នាក់យកក្រដាសបង្ហាញជាឯកសារបំណុលចៅឡុងមើលឯកសារយូរមួយផ្លែតបន្ទាប់មកនិយាយប៉ុន្មាន$200,000មេងអ៊ីមានអារម្មណ៍ដូចជាពិភពលោកឈប់ដំណើរការនាងគិតថាគាត់នឹងមើលងាយនាងឬដើរចេញប៉ុន្តែចៅឡុងនិយាយតែមួយឃ្លាផ្ញើវិកគេបត្រមកក្រុមហ៊ុនខ្ញុំនឹងដោះស្រាយការសារភាពក្រោយពេលមនុស្សទាំងនោះចេញទៅមេងអ៊ីមិនអាចទប់ទឹកភ្នែកបានទៀតហេតុអ្វីអ្នកជួយខ្ញុំនាងសួរព្រោះខ្ញុំចង់ឲ្យអ្នកប្រាប់ការពិតខ្ញុំមិនមែនរស់ក្នុងស្នាមញឹមខ្លែងខ្លាយទេគាត់ឆ្លើយនាងសារភាពគ្រប់យ៉ាងពីការខ្ចីលុយដើម្បីទិញឡានដើម្បីជួលផ្ទះប្រណិតដើម្បីរក្សាការចូលរួមក្នុងសង្គមហៃសូចៅឡុងស្ដាប់ដោយមិនរំខានបន្ទាប់មកគាត់និយាយខ្ញុំអាចសងបំណុលឲ្យអ្នកបានតែខ្ញុំមិនអាចជួយអ្នកបានបើអ្នកមិនសម្រេចចិត្តបញ្ចប់ជីវិតคล้ายៗនេះទេការសម្រេចចិត្តយប់នោះមេងអ៊ីត្រឡប់ទៅផ្ទះប្រណិតដែលនាងជួលនាងមើលជុំវិញសម្លៀកបំពាក់ម៉ាកល្បីកាបូបថ្លៃរូបភាពក្នុង Instagram ដែលមនុស្សគ្រប់គ្នាច្រណែនតែគ្មានអ្វីក្នុងចិត្តនាងសុខសាន្តឡើយថ្ងៃបន្ទាប់នាងធ្វើអ្វីដែលគ្មាននរណាគិតដល់នាងដាក់លក់ឡានបោះបង់កុងដូថ្លៃលក់កាបូបម៉ាកល្បីមួយចំនួនមិត្តភក្តិនាងសើចចំអកតើអ្នកធ្លាក់ខ្លួនហើយឬនាងញឹមស្ងប់ទេខ្ញុំគ្រាន់តែចាប់ផ្ដើមរស់ជាមនុស្សពិតប្រាកដវិញប៉ុណ្ណោះចៅឡុងមើលឃើញការផ្លាស់ប្ដូរនាងហើយភ្នែកគាត់មានស្នាមញឹមតិចតួចជាលើកដំបូងគាត់ឃើញស្រីដែលមិនពឹងផ្អែកលើលុយខ្ចីទៀតទេប៉ុន្តែបញ្ហាមិនទាន់ចប់មានបំណុលមួយចុងក្រោយ